បន្តទៀតបាទបាទសេវាចេញពីបាទខ្មុកហុយចូលថ្នាក់បាទសវណ្ណរាជលើកឲ្យគួនបងពីលើបាំងនោះបាទគួនមុំឥឡូវលេសេវាចេញពីគួនមុំទៀតសំណាញ់ចូលថ្នាក់លើកដើម្បី3ម៉ែត្រណែ3ម៉ែត្រកណ្ដាលល្អរបស់តាញ់ទស្សនាបន្តទៀតបាទសេវាចេញពីបាទខាងដងដៃវៀតណាមមកចូលកញ្ញាំគុណមុំលើកឲ្យប៉ិនសរ៉ូជឺឥឡូវសេវាទៅឲ្យចូលកញ្ញាំលើឲ្យឆ្វេងចូលថ្នាក់អូយបាទកីឡាករលេខ29កីឡាករលេខ29របស់បាទវៀតណាមបាទគុកដួនបាទ15ទល់នឹង11ឥឡូវសេវាមកតាក់សំណាញ់បាត់ទៅហើយឥឡូវសេវាពីកម្ពុជាយើងលើកឲ្យឆ្វេងខ្វឹកដួនបែករនាំងចេញក្រៅទស្សនាបន្តទៀតបាទសេវាចេញពីបាទខ្វឹកដួនចូលថ្នាក់គួនមុំលើកឲ្យប៉ិនសារ៉ុនប៉ិនសារ៉ុនទស្សនាបន្តទៀតបាទសេវាចេញពីបកលករវឿនវាសនារហស្សនាមនៅតៃវ៉ាន់គឺគេហៅថាស៊ឺឡាងចូលទៅដល់លើកឲ្យស្ដាមចូលស្រកគីមហាប់ឡោមែនលើកឲ្យ3ម៉ាត់ស៊ឺឡាងស្រកចេះមួយដកបញ្ចូលវិញយកបានពីវាសនាលើកឲ្យគួនមុំចូលយ៉ាំទៀតឆ្កឹះមួយទៀតយកបានពីវឿនវាសនាលើកឲ្យអត់ទេពីប៉ះទៅម្ដងពីណាអូដាច់ចកេបាទប៉ិនសរុនបាទដល់ក៏របស់ពុតក្របនេះអាឡៃបាទគេថាកំពុងតែចលាចលមកគឺលាក់មួយទស្សនាបន្តទៀតបាទសេវាទៅទៀតហើយបាទពីវឿនវាសនាចូលថ្នាក់លើកដែរផ្ទះទូរណាយកបានពីគីមហាប់លើកឲ្យបាទគេងទៅណាលើក3ម៉ែត្រកណ្ដាលគ្រប់ដួនឥឡូវសេវាមកឲ្យចូលថ្នាក់សវណ្ណរាជអាយុបាទកន្លះទៅក្រោយបាទហើយសវណ្ណរាជគេបាទសេវាចេញពីបាទដងណៃវៀតណាមចូលថ្នាក់សវណ្ណរាជលើកឲ្យគួនមុំបែករនាំងចេញក្រៅទៅហើយបាទគួនមុំ ឥ
ឥឡូវសេវាតែចូលកញ្ញាំលីប្រូខាងដងណៃលើកនេះផ្ទះជាប់រនាំងបានបាទគុកហុយ20 ទល់នឹង 14 សេវាចេញពីបកលកខេងធូណាចំខ្សែតែម្ដងខេងធូណា21 ទល់នឹង 14 ទេបាទឥឡូវនេះក៏សូមសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងបាទដងណៃវៀតណាមអរគុណបាទជាឱកាសការសម្រាប់បច្ចេកទេសនេះក៏អរគុណទស្សនាបន្តទៀតបន្ទាប់ពីសម្រាប់បច្ចេកទេសសេវាពីខេងធូណាចូលកញ្ញាំលើកឲ្យនេះបាទឆ្វេងបាទគុកហុយទស្សនាបន្តសេវាចូលថ្នាក់បាទសវណ្ណរាជលើកឲ្យគួនមកពីលើបាំងល្អមែនទេបាទគួនមកទស្សនាបន្តទៀតសេវាទៅហើយចេញក្រៅបាទទស្សនាបន្តរិមត្តបាទសេវាចេញពីគុកហុយចូលថ្នាក់បាទសវណ្ណរាជលើកឲ្យគួនមកបែករនាំងចេញក្រៅទៅហើយទស្សនាបន្តទៀតសេវាទៅឲ្យចូលថ្នាក់បាទគុកហុយលើកឲ្យគុកហុយ3ម៉ាត់ក្រៅដែរចេញក្រៅបាត់ទៅហើយបាទលើនេះ24 set point សម្រាប់ set ទី3 24 ទល់នឹង 16 បាទលើសេវាបន្តទៀតបាទចេញពីគួនមុំចូលថ្នាក់បាលីប្រូលើកផ្ទះបញ្ចូលបាទណារ៉ូដួលភីងសវេបាល់បាទរតនៈផ្ទះផាច់មួយហើយក៏ដួលម្លឹងឡើងរង្គើហើយទឹងណាអូជាប់មកជើងទៀតឥឡូវនេះសេវាចេញពីខាងវៀតណាមចូលថ្នាក់ដកឲ្យវឿនវាសនាផ្ទះបញ្ចូលបាទក្រៅអង្តែនប៉ុន្តែអត់បញ្ហាផ្ទះទៅទៀតហើយស៊ីបាទទៅហើយបន្ទុ18 ទល់នឹង 24ពីខាងក្រុមកម្ពុជាយើងសេវាទៅទៀតហើយពីបាទខាងដងណៃវៀតណាមហើយចេញក្រៅបាត់ហើយជ័យជំនះនៅសិតទី3នេះបានតែខាងក្រុមកម្ពុជា A ដោយបន្ទុក25 ទល់នឹង 18រងចាំទស្សនាការប្រកួតសិតទី4អនុញ្ញាតសម្រាប់ជិតកម្មវិធីបន្តិចសិន